សូមជម្រាបសួរបងប្អូនក្នុង YouTube ពេលនេះខ្ញុំ Channel រិទ្ធីយូណាស់សូមអានប្រវត្តិពីសម័យបុរេប្រវត្តិសាស្ត្រនៃកម្ពុជាដែលជារយៈកាលមុនសម័យអង្គរនិងមុនសម័យចាប់ផ្ដើមមានការកត់ត្រាតាមឯកសារប្រវត្តិសាស្ត្រសម័យថ្មរៈសតវត្សទី15មុនគ.ស.គ.ស. 500នេះគឺជាសម័យប្រវត្តិសាស្ត្រដំបូងបង្អស់របស់អាស៊ីអាគ្នេយ៍ដីគោកដែលមានការបង្កើតរដ្ឋដំបូងចំពោះដែនដីកម្ពុជានាពេលបច្ចុប្បន្នយើងឃើញការកើតនៃអរិយធម៌ដ៏សំខាន់ពីរ1. នគរភ្នំ វៀន សម័យកាលប្រហែលសតវត្សទី1ទី6នៃគ.ស. លក្ខណៈជារដ្ឋដ៏ខ្លាំងពូកែដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍តាមឯកសារចិនវាត្រូវបានគេហៅថាបុភ្នំទីតាំងមជ្ឈមណ្ឌលស្ថិតនៅដីសន្ទន្លេមេគង្គទំនងជាក្នុងដែនដីវៀតណាមនិងកម្ពុជាបច្ចុប្បន្នសេដ្ឋកិច្ចនិងវប្បធម៌ជាអាញាធរខ្លាំងពូកែលើផ្លូវដែកដោយភ្ជាប់ឥណ្ឌានិងចិនមានការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រនិងកសិកម្មដ៏ល្អទទួលយកវប្បធម៌ឥណ្ឌាដូចជាព្រហ្មញ្ញសាសនាព្រះពុទ្ធសាសនានិងប្រព័ន្ធសរសេរសបន្តកំពង់ផែយើងសេស៊ីអូនៅវៀតណាមខាងត្បូងបច្ចុប្បន្នគឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ 2. នគរចេនឡាឆេនវ៉ាសម័យកាលប្រហែលសតវត្សទី6ទី9នៃគ.ស. លក្ខណៈដំបូងជារដ្ឋចំណុះនគរភ្នំក្រោយមកក្លាយជាអាណាចក្រឯករាជ្យចេនឡាត្រូវបានគេចែកជាពីរចេនឡាដីគោកមជ្ឈមណ្ឌលនៅតំបន់វាលរៀបប្រទេសលាវនិងភាគសាននៃកម្ពុជាបច្ចុប្បន្នចេនឡាទឹកមជ្ឈមណ្ឌលនៅតំបន់ទន្លេមេគង្គនិងទន្លេសាបការអភិវឌ្ឍជាសម័យកាលដែលវប្បធម៌ខ្មែរចាប់ផ្ដើមរីកចម្រើនយ៉ាងពិតប្រាកដដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកើតចាប់ភពអង្គរក្រោយមកទៀតប្រាសាទអ៊ិតនិងថ្មភក់ដំបូងចាប់ផ្ដើមមកសាងនៅក្នុងសម័យនេះសម័យមុនប្រវត្តិសាស្ត្រមុនសតវត្សទី1នៃគ.ស. កាលពីមុនសម័យថ្មរៈតំបន់នេះមានការរស់នៅរបស់មនុស្សតាំងពីយូរយារណាស់មកហើយសម័យថ្មបុរាណ Paleolithic មានភស្តុតាងនៃមនុស្សដំបូងដែលរស់នៅក្នុងតំបន់នេះតាំងពី500,000 ឆ្នាំមុនឧទាហរណ៍គ្រឿងថ្មឆ្លាក់នៅលង្វែកសម័យថ្មក្រោយ Neolithic ប្រហែល 2,500 ឆ្នាំមុនគ.ស. មនុស្សចាប់ផ្ដើមចេះធ្វើកសិកម្មដាំដំណាំនិងចិញ្ចឹមសត្វនិងធ្វើគ្រឿងស្បូវសម័យសំរឹទ្ធ Bronze Age ប្រហែល 1,500 ឆ្នាំមុនគ.ស. មានការបង្កើតបច្ចេកវិទ្យាផ្លាស់ប្ដូរសំរឹទ្ធវប្បធម៌ដងស៊ឿននៅវៀតណាមគឺជាឧទាហរណ៍ដ៏ល្បីល្បាញដែលមានឥទ្ធិពលមកលើតំបន់ដីសន្ទន្លេមេគង្គសម័យដែក Iron Age ចាប់ផ្ដើមប្រហែល 500 ឆ្នាំមុនគ.ស. ការប្រើប្រាស់ដែកជំនួយឲ្យមានការអភិវឌ្ឍខ្លាំងក្នុងការធ្វើកសិកម្មនិងសង្គមដែលនាំទៅដល់ការកើតរដ្ឋនគរភ្នំសង្ខេបសំខាន់បុរេប្រវត្តិសាស្ត្រខ្មែរគឺជាដំណើរវិវត្តន៍ដ៏យូរអង្វែងចាប់ពីមនុស្សរស់នៅដំបូងបង្អស់រហូតដល់ការកើតនៃរដ្ឋដំបូងនគរភ្នំនិងចេនឡានគរភ្នំជាអាណាចក្រដំបូងដែលមានឥទ្ធិពលខ្លាំងនិងមានទំនាក់ទំនងជាមួយបរទេសនគរចេនឡាជាអ្នកស្នងតាមដោយផ្ទាល់ដែលបានបង្រួបបង្រួមវប្បធម៌ខ្មែរនិងរៀបចំគ្រឹះសម្រាប់ភាពរុងរឿងនៃសម័យអង្គរក្រោយមកការទទួលយកវប្បធម៌ឥណ្ឌាព្រហ្មញ្ញសាសនាព្រះពុទ្ធសាសនានិងប្រព័ន្ធសរសេរគឺជាកត្តាសំខាន់ដែលជំរុញឲ្យមានការអភិវឌ្ឍយ៉ាងលឿននៃសង្គមនិងរដ្ឋក្នុងតំបន់នេះសង្ឃឹមថាព័ត៌មាននេះអាចជួយអ្នកបានប្រសិនបើអ្នកមានចំណាប់អារម្មណ៍លម្អិតលើសម័យណាមួយសូមប្រាប់ខ្ញុំផង